ប៉ូលីសបានចាប់ក្មេងស្រីម្នាក់អាយុ12ឆ្នាំបើកបរដឹកឆ្កែងាប់នៅក្នុងរដ្ឋតិចសាសក្មេងស្រីម្នាក់ឈ្មោះថាឡារ៉ាគាត់អាយុ12ឆ្នាំគាត់ទៅតែមកពីសាលាហើយបានឈឺដេកនៅលើសាឡុងរបស់គាត់បន្ទាប់មកគាត់ក៏លេចឃើញឆ្កែដែលគាត់ទុំយកមកចិញ្ចឹមថ្មីសាឡាហ្នឹងបានដង្ហក់ខ្យល់បន្ទាប់មកគាត់ភ័យស្លន់ស្លោមែនតើគាត់បានខលទៅម៉ាក់របស់គាត់ប៉ុន្តែម៉ាក់របស់គាត់អត់ឆ្លើយតបនឹងគាត់ទេដូច្នេះធ្វើឲ្យគាត់នឹងភ័យស្លន់ស្លោមែនតើអ្វីដែលគាត់អាចគិតមុនគេបំផុតនោះគាត់ក៏លេចឃើញកូនសោឡាណាហើយដល់ពេលអញ្ចឹងគាត់យកកូនសោឡាហ្នឹងហើយនឹងឆ្កែគាត់រុំនឹងកន្សែងឆ្កែរបស់គាត់ហ្នឹងអោបដាក់ឆ្កែរបស់គាត់ហ្នឹងបើកឡាននៅលើផ្លូវបើកឡានហើយគាត់អត់ដែរបើកបរពីមុនទេណាព្រោះគាត់អាយុ12ឆ្នាំហ៎ដល់ពេលអញ្ចឹងគាត់ទៅរកមន្ទីរពេទ្យសត្វដែលនៅចិត្តផ្ទះរបស់គាត់ជាទីបំផុតហ្នឹងណាផ្ទះនៅចិត្តផ្ទះរបស់គាត់ប្រហែលជាចិត្ត1ម៉ាយដល់ពេលអញ្ចឹងទៅប៉ូលីសគាត់បានបើកឡានពីក្រោយហើយឡរ៉ាហ្នឹងក៏ឃើញភ្លើងឡានប៉ូលីសបើកពីក្រោយបន្ទាប់មកគាត់ក៏បានឈប់ហើយបានឈប់ឡានរបស់គាត់ហ្នឹងហើយប៉ូលីសក៏គាត់ដើរមករកគាត់ហើយគាត់ថាមានបញ្ហាអីកើតឡើងចំពោះអ្នកនៅក្នុងឡានហ្នឹងមកទៅដល់ពេលប៉ូលីសឃើញក្មេងស្រីម្នាក់ហ្នឹងគាត់កំពុងតែស្រក់ទឹកភ្នែកហើយឃើញឆ្កែរុំកន្សែងហ្នឹងនៅលើផ្លូវរបស់គាត់ដែលគាត់កំពុងតែអោបហ្នឹងហើយប៉ូលីសក៏បានសួរទៅឡារ៉ាហ្នឹងថាអាចឲ្យគាត់អោបឆ្កែហ្នឹងបានអត់ចឹងណាហើយឡារ៉ាហ្នឹងថាអូខេដល់ពេលអញ្ចឹងទៅប៉ូលីសអោបឆ្កែហ្នឹងហើយឆ្កែហ្នឹងស្រាប់តែវាកម្រើកហើយវាបានលោតចេញពីដៃប៉ូលីសចេញពីឡានហ្នឹងហើយទៅលើថ្នល់ចិញ្ចើមផ្លូវហ្នឹងណាហើយតមកម៉ាក់របស់ឡារ៉ាហ្នឹងគាត់ក៏មកដល់ហើយដល់ពេលមកដល់អញ្ចឹងទៅប៉ូលីសហ្នឹងគាត់បាននិយាយខ្សឹបទៅកាន់ម្ដាយរបស់ឡារ៉ាហ្នឹងថាលោកស្រីចិញ្ចឹមកូនលោកស្រីបានល្អណាស់គាត់គឺជាកូនស្រីដែលអស្ចារ្យរឹងមាំក្លាហានហើយមានចិត្តមេត្តាហើយខ្ញុំសង្ឃឹមថាកូនរបស់ខ្ញុំនឹងបង្រៀនឲ្យគាត់ធ្វើដូចនេះដូចនាងដែរអញ្ចឹងណាប៉ូលីសក៏បានបន្តប្រាប់ម៉ាក់របស់គាត់នឹងថាអ្នកស្រីត្រូវតែប្រកាសឲ្យគាត់នឹងរៀនអំពីច្បាប់ចរាចរណ៍យ៉ាងហោចណាស់ពី3ឆ្នាំទៀតសម្រាប់យោបល់របស់ខ្ញុំយល់ថាមនុស្សយើងនៅពេលដែលមានអ្វីដែលបានកើតឡើងនៅនឹងមុខយើងណាសូមបងប្អូនទាំងអស់គ្នាកុំស្ទាក់ស្ទើរសូមជួយពួកគាត់ភ្លាមដោយបង្ហាញថាយើងនឹងមានចិត្តមានបេះដូងសម្រាប់ការជួយដល់អ្នកដទៃ